ក្នុងនាមនាងខ្ញុំជាយុវជនមួយរូបក៏ដូចជាក្នុងនាមនាងខ្ញុំជាប្រជាពលរដ្ឋមួយរូបដែលរស់នៅក្នុងខេត្តកំពង់ចាមនាងខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលសម្រេចលើកយកបញ្ហាព្រំដែនចារវាងកម្ពុជាថៃដើម្បីធ្វើការដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ក៏ដូចជាបន្តនៅយន្តការដោះស្រាយការវាស់វែងនៅបន្ទាត់ព្រំដែនចាដែលយើងធ្វើឡើងដោយគណៈកម្មការចម្រុះ JBC ចាហើយនាងខ្ញុំគាំទ្រទាំងស្រុងដោយសារតែចំនួនរវាងព្រំដែនទាំងពីរនេះគឺមិនមែនជាបញ្ហាថ្មីរវាងកម្ពុជានិងថៃប៉ុណ្ណោះទេប៉ុន្តែក៏ជាចាចំនួនដ៏រ៉ាំរ៉ៃដែលធ្លាប់មានកន្លងមកជំហរដ៏ម៉ឺងម៉ាត់រក្សានៅឧត្តមប្រយោជន៍របស់សម្ដេចបវរធិបតីដែលលោកតែងតែយកឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋទាំងពីរនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅពេលនេះដើម្បីយកមកដោះស្រាយដោយសន្តិភាពនេះគឺឈរនៅលើគោលការណ៍ដឹកនាំប្រទេសប្រកបដោយឯករាជ្យភាពសន្តិភាពចានិងបូរណភាពទឹកដីពិតប្រាកដហើយនាងខ្ញុំជឿជាក់ថាតុលាការអន្តរជាតិ ICJ នឹងប្រកាន់នៅភស្តុតាងជាប្រវត្តិសាស្ត្ររបស់ប្រទេសទាំងពីរដើម្បីធ្វើការមកដោះស្រាយដោយយុត្តិធម៌បំផុតនាងខ្ញុំក៏សូមអំពាវនាវទៅដល់ជនរួមជាតិទាំងអស់ចាដែលស្ថិតនៅក្នុងប្រទេសក្តីនិងនៅក្នុងក្រៅប្រទេសក្តីចាសូមធ្វើយ៉ាងណាកុំជឿទៅលើព័ត៌មានដែលអត់ច្បាស់ការរបស់ពួកជ្រុលនិយមមួយចំនួនដែលធ្វើការផ្សព្វផ្សាយហួសអំពីដែនសមត្ថកិច្ចក៏ហួសអំពីការពិតផងដែរអញ្ចឹងនេះខ្ញុំសូមសំណូមពរឲ្យប្រជាពលរដ្ឋមើលព័ត៌មានដែលពាក់ព័ន្ធអំពីព្រំដែននេះសូមមើលទៅលើเพจផ្លូវការរបស់ថ្នាក់ដឹកនាំកម្ពុជាក៏ដូចជាក្រសួងការពារជាតិផងដែរដើម្បីទទួលបាននៅព័ត៌មានមួយច្បាស់ពិតប្រាកដមិនមែនជាព័ត៌មានបំភ្លៃហួសពីការពិតក៏សូមអរគុណនិងសូមកើតសរសើរយ៉ាងខ្លាំងចំពោះវីរភាពដ៏អង់អាចក្លាហានរបស់យោធិនជួរមុខដែលខំពលីដើម្បីការពារនៅបូរណភាពទឹកដីរបស់យើង